ទាំងអស់គ្នាដឹងថាទេសភាពស្អាតចឹងយើងមានឱកាសបានមើលបានច្រើនប្រហែលដងទេព្រោះថាថ្ងៃផ្លាស់ប្ដូររាល់ថ្ងៃសម្រស់នៃធម្មជាតិក៏ផ្លាស់ប្ដូររាល់ថ្ងៃដែរអ្នកនរគ្នាមើលក្រោយក្រងខ្ញុំវ៉ាវស្អាតមែនតើនេះគឺជាកម្មវិធីខៃរៀបភ្លេចមាន color មានអីស្អាតមែនតើមើលទៅខាងនោះឃើញមានពណ៌ស្វាយមានអីទៀតពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃគឺតែងតែផ្លាស់ប្ដូរបាទមិនថាសូម្បីតែមុខមាត់យើងក៏ដោយមុខមាត់យើងពីមួយថ្ងៃទៅមួយថ្ងៃចាស់ជាងមុនដែរចាស់ហើយមនុស្សម្នាក់កាន់តែធំគឺកាន់តែមានសម្ពាធនិយាយទៅមិនថាអ្នកណាទេគឺត្រូវតែមានសម្ពាធគ្រប់គ្នាអញ្ចឹងមិនថាជីវិតមនុស្សម្នាក់យើងត្រូវចេះលើកចិត្តខ្លួនឯងបានច្រើនយើងត្រូវចេះសប្បាយចិត្តអ្វីដែលយើងមានហើយយកពេលវេលាពេលដែលយើងធ្វើការខាត់ពេលអីហើយយើងយកពេលវេលាយើងមកអាចលំហែមួយខ្លួនឯងសម្រាប់អង្គុយមើលព្រះអាទិត្យរៀបលិចហើយកុំឲ្យសង្ឃឹមព្រោះថាព្រះអាទិត្យលិចហើយនៅតែរះវិញបានអញ្ចឹងជីវិតយើងទោះយើងដួលមក100ដងក៏ធ្វើតែងើបអស់វិញដែរអញ្ចឹងខ្ញុំវិលទៅចិត្តឲ្យអ្នកគ្នាកុំអត់ទឹកចិត្តធ្វើអីមួយតស៊ូទៅអត់គ្នាទៅមិនថាថ្ងៃមុខទៅជាយ៉ាងណាតែអ្វីដែលសំខាន់យើងបានធ្វើអ្វីដែលល្អសម្រាប់ថ្ងៃនេះបាយបាយអរគុណ